តើអ្វីទៅគឺជាប្រភេទ omega 3 ឬក៏ហៅថា omega 3 omega 3គឺជាប្រភេទអាស៊ីតខ្លាញ់ល្អដែលរាងកាយរបស់មនុស្សយើងគ្រប់រូបត្រូវការដើម្បីប្រើប្រាស់ជាប្រចាំក៏ប៉ុន្តែនៅក្នុងខ្លួនរបស់មនុស្សយើងអាចផលិតនៅ omega 3ដោយខ្លួនឯងបានទេអាចនិយាយបានថានៅក្នុងខ្លួនរបស់មនុស្សយើងគ្រប់រូបនឹងមិនមានរោងចក្រដើម្បីផលិតតកតងជាមួយនឹងអាស៊ីតខ្លាញ់ល្អនោះទេហើយសំណួរសួរថាតើរាងកាយយើងត្រូវការប្រើប្រាស់ជាប្រចាំហើយរាងកាយយើងមិនអាចផលិតបានសួរថាតើយើងបានមកពីណាបងប្អូនចូលស្ដាប់ឃ្លីបវីដេអូមួយហ្នឹងរហូតដល់ចប់ទាំងអស់គ្នារាងកាយរបស់មនុស្សយើងតើកាលណាយើងខ្វះអាស៊ីតខ្លាញ់ល្អហ្នឹងគឺវាមានបញ្ហាប្រឈមខ្ពស់ទៅលើបញ្ហាសម្ពាធឈាមបញ្ហាបេះដូងឬក៏អាចនឹងបង្កឲ្យយើងមានបញ្ហាជំងឺទឹកនោមផ្អែមឬក៏បញ្ហាជំងឺ stroke គេហៅថាជំងឺដាច់សាច់ឈាមខួរក្បាលប្រភព omega 3សំខាន់មាននៅក្នុងទី1នៅក្នុងពពុះសាច់ត្រីដូចជាពពុះត្រីនៅក្នុងបាតសមុទ្រទឹកកកពពុះត្រីសាម៉ុនត្រីធូណាហ្នឹងគឺសម្បូរ omega 3ខ្ពស់មែនតើទី2ហ្នឹងគឺមាននៅក្នុងពពុះទឹកដោះគោជាពិសេសទឹកដោះគោដែលអត់មានស្ករគឺល្អខ្លាំងមែនតើសម្រាប់បងប្អូនទទួលទានដើម្បីឲ្យបងប្អូនទទួលបានជាតិ omega 3ប្រភព omega 3ទី3គឺវាមាននៅក្នុងពពុះគ្រាប់ធញ្ញជាតិវាដូចជាគ្រាប់អាល់ម៉ុនគ្រាប់ស្វាយចន្ទីឬក៏ពពុះសារ៉ាយសមុទ្រអីហ្នឹងក៏វាសម្បូរទៅដោយ omega 3ដូចគ្នាហើយប្រភពទី4ហ្នឹងគឺវាមានភាគច្រើននៅក្នុងពពុះសុទ្ធនៅក្នុងប្រេងអូលីវឬក៏នៅក្នុងពពុះផ្លែបឺរអីហ្នឹងក៏វាសម្បូរទៅដោយអាស៊ីតខ្លាញ់ល្អដូចគ្នាបងប្អូនគួរតែទទួលទានដើម្បីឲ្យរាងកាយបងប្អូនទទួលបាននូវជាតិ omega 3ហ្នឹងគ្រប់គ្រាន់ហើយប្រភព omega 3មួយចំនួនផ្សេងទៀតគឺវាមាននៅក្នុងពពុះ supplement មួយចំនួនបងប្អូនសង្កេតឃើញនៅលើ10 supplement គឺមានសារធាតុពីរសំខាន់ពាក់ព័ន្ធជាមួយនឹង omega 3ហ្នឹងទី1គឺកម្រិត EPA ហើយនិងទី2 DHA កម្រិត EPA គឺវាមានតួនាទីកាត់បន្ថយការរលាកនៅក្នុងខ្លួនរបស់មនុស្សយើងការពារកុំឲ្យមានបញ្ហាកកឈាមនៅក្នុងបេះដូងឬក៏នៅក្នុងសរសៃឈាមខួរក្បាលហើយមួយទៀតពាក់ព័ន្ធជាមួយនឹង DHA នឹងដូចគ្នារាងកាយរបស់មនុស្សយើងចាំសង្កេតមើលពេលណាដែលបងប្អូនខ្វះនៅកម្រិត DHA នឹងវាអាសាឲ្យបងប្អូនមានបញ្ហាកត្រាក់ដៃកត្រាក់ជើងមានបញ្ហាស្ពឹកខួរក្បាលរាងកែងការគិតបងប្អូនចុះខ្សោយពិសេសបងស្ត្រីដែលកំពុងតែមានផ្ទៃពោះគួរណាស់តែបន្ថែមនៅប្រភេទអាស៊ីតខ្លាញ់ល្អចូលទៅក្នុងរាងកាយដើម្បីឲ្យអាកម្រិត DHA វាជួយទៅដល់សុខភាពកបងប្អូនបានល្អប្រសើរជាពិសេសសុខភាពខួរក្បាលឬក៏សុខភាពកគឺឲ្យសុខភាពល្អប្រសើរពេលខ្ទង់5ទៅ6ឆ្នាំនេះរូបសម្បត្តិបានញ៉ាំជាមួយនឹងប្រភេទ omega 1ប្រភេទនេះដែលមាន EPA DHA នឹងកម្រិតខ្ពស់ខុសពី omega 3ទូទៅគឺគុណនឹង10ដងដូច្នេះហើយបើសិនជាបងប្អូនស្រឡាញ់សុខភាពអាចជ្រើសរើសញ៉ាំជាមួយនឹង omega 3មួយប្រភេទនេះបាន